គ្រូទីល្បីឈ្មោះរបស់ប្រទេសថៃម្នាក់ឥឡូវគឺចេញមកនិយាយទៀតហើយបងប្អូនប៉ុន្តែការនិយាយរបស់គាត់គឺនៅថ្ងៃទី16ទេប៉ុន្តែខ្ញុំទៅតែឃើញនៅក្នុងថ្ងៃទី18នឹងឯងគឺការផ្ដាំផ្ញើរបស់គាត់ទៅដល់បងប្អូនប្រជាពលរដ្ឋថៃគាត់និយាយចឹងហើយខ្ញុំនិយាយតាមដែលគាត់និយាយទេថាផ្ដាំឲ្យដល់ប្រជាជនថៃហ្នឹងគឺបច្ច័យបច្ច័យទៅលើរថភ្លើងអគ្គិសនីជារថភ្លើងដែលដើរដោយចរន្តអគ្គិសនីដែលគ្មានអ្នកបើកអីចឹងណាគឺប្រាប់ឲ្យពមៀនថាប្រយ័ត្នជាមួយរថភ្លើងអគ្គិសនីគឺគាត់ប្រាប់តែប៉ុណ្្នឹងទេប៉ុន្តែបើសម្រាប់ខ្ញុំដែលខ្ញុំបានឃើញព័ត៌មាននេះខ្ញុំគិតថាប្រហែលជាអាចមានករណីរថភ្លើងបុកគ្នាឬក៏ធ្លាក់ផ្លូវអីទៀតហើយតាមមើលហើយខ្ញុំក៏បន់ស្រន់ដែរថាអូយកាត់ជាការពិតទៅលោកអូយបើបានរថភ្លើងបុកគ្នាងាប់មនុស្សរាប់ពាន់អ្នកក៏កាន់តែល្អដែរណាបងប្អូនអរគ្នាបើតាមអារម្មណ៍យើងប្រហែលជាអង្គុយបន់គ្រប់គ្នាឯណោះហ្នឹងហើយសូមឲ្យវាងាប់ឲ្យច្រើនក៏កាន់តែល្អបំផុតហ្នឹងឯងបាទអរគុណច្រើន